បងប្អូនទាំងអស់គ្នាខ្ញុំបានចាប់ចិត្តមនុស្សស្រី5នាក់នៅក្នុងសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតក្នុងសង្កាត់តែមួយតែម្ដងហើយផ្ទះក៏នៅក្បែរគ្នាដែរតែរឿងដែលខ្ញុំហួសចិត្តជាទីបំផុតគឺមនុស្សស្រីទាំងអស់នោះគឺខ្ញុំបានបោះចោលទាំងអស់ហើយក៏ជាមនុស្សស្រីដែលទាត់ខ្ញុំចោលទាំង5នាក់ដែរតែអ្វីដែលសំខាន់ជាទីបំផុតពួកគេសុទ្ធតែជិះម៉ូតូ PCX ទាំងអស់គ្នាហើយគ្រប់ពណ៌ហ្មងក្រហមសខ្មៅមានទៀតដល់ពេលអញ្ចឹងទៅខ្ញុំយល់ថាមនុស្សស្រីទាំង5នាក់ហ្នឹងវាពាក់ព័ន្ធអីជាមួយអា PCX ហ្នឹងម៉ូតូហ្នឹងហ្នឹងអញ្ចឹងមានតែប៉ុណ្្នឹងឯងអ្វីដែលខ្ញុំចង់សួរអ្នកទាំងអស់គ្នាជួយប្រាប់ខ្ញុំផងជួយខមមិនក៏បានដែរបាទអរគុណអីអត់ទេណាអត់ទេអត់និយាយរឿងពនាងឯងបានទាំងអស់គ្នាអូខេអរគុណชีวิตពោពេញដោយទុក្ខចិត្តមនុស្សវង្វេង